ប្រវត្តិប្រាសាទបន្ទាយស្រីជលប្រាសាទបន្ទាយជ្រីអ្នកកសាងព្រានយោជនរិហាការបរិច្ឆេទកសាងកុសល967ឧទ្ទិសថ្វាយព្រាហ្មណ៍សាសនាស្ថាបត្យកម្មរចនាបថបន្ទាយស្រីទីតាំងភូមិសាស្ត្រកែប្រៅប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រស់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកដែរដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកកមកពីតំបន់ជាច្រើនក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃខេត្តសៀមរាបតែងតែឆ្លៀតចំណាយពេលធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្តហើយប្រាសាទក៏ត្រូវប្រាសាទបន្ទាយស្រីមានឈ្មោះល្បីទោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររវល់ជាងគេដែលមានតួប្រាង្គ3ដែលមានសភាពល្អឆើតឆាយដោយស្រីគ្រប់លក្ខប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដល់ថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នេះប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានដំកល់និងព្រះឥសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទបន្ទាយស្រីការដើមឡើងមានឈ្មោះថាឥសូរបរៈប្រែថាបរិយនៃឥសូរប៉ុន្តែសម័យក្រោយៗមកទៀតគេហៅថាប្រាសាទបន្ទាយស្រីទៅវិញដោយសារកាយរាងតូចច្រឡឹងនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកមិនត្រឹមតែប៉ុណ្ណោះប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថាពិតជាស្រស់ស្អាតទោះបីមានបរិវេណតូចចង្អៀតបណ្ឌិតមិនតែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញីនៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរីរឿងរាមកេរ្តិ៍ខែមួយមិនត្រឹមតែប៉ុណ្ណោះចម្លាក់នេះមួយៗសុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅនឹងប្រាសាទដទៃតាមឯកសារប្រវត្តិសាស្ត្រអាណាចក្រខ្មែរបានកត់ត្រាថាប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ967ក្នុងរជ្ជកាលព្រះបាទស្រីរាជា វរ្ម័នទេពទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រហ្មម្នាក់ឈ្មោះយោជលិរិហៈដែលជាប្រគូរបស់ព្រះបាទស្រីជាវរ្ម័នទេពទី5ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូនិងរំលេចដោយទេពអប្សរាចំនួន1500បើកវងក្រចកហេអ្នកអានចេះតែជឿដល់រឿងទៅមើលប្រាសាទនឹងខ្លួនឯងទៅកុំឲ្យគេបោកបានបិទវងក្រចកដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នាហើយលើកពីនេះសាលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើកពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើស្ពាន់ដូចនេះដែរបើតាមមកទេក៏វិញបញ្ជាក់ថាព្រះបាទស្រីជាវរ្ម័នទេពទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះដោយតាមសាលាចារឹកថាឥសូរបូឈ្មោះត្រីភូមិមហេស្វរប្រថាស្ពាននព្រះឥសូរជាធំត្រីភពប្រថាបរិយព្រះឥសូរមិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ3ជាន់មាន